បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺនិយាយមានមេរៀនមួយទៀតដែលមកចែកជូនបាទបងប្អូនផងដែរសម្រាប់អ្នកដែលរៀនថ្មីបាទក៏ដូចអ្នកដែលចង់រៀនភាសាជប៉ុនបាទថ្ងៃនេះយើងនឹងរៀនសរសេរអំពីស្រៈនិងជញ្ជាំងរបស់ភាសាជប៉ុនផងដែរបាទអញ្ចឹងគឺដើម្បីកុំឲ្យខាតពេលយូរយើងនឹងទៅសិក្សានិងរៀនចូលទាំងអស់គ្នាបាទជាមកចូលបាទអក្សរទី1យើងអានថាអបាទមើលតាមគំនូសនៃអក្សរមួយៗណាបាទអអក្សរអគឺមានទ្រង់ទ្រាយបែបនេះគឺទី1ទី2និងទី3គេអានថាអនេះបន្តទៀតគឺអក្សរអ៊ីអ៊ីគឺមានអក្សរទ្រង់ទ្រាយបែបនេះបាទអក្សរមានពីរគំនូសគឺទី1គឺតំណាងឲ្យគំនូសទី1បាទពេលពីលើចុងក្រោមដូចគ្នាបាទគេអានថាអ៊ីណាបាទហើយចាប់បន្តទៀតហើយបន្តទៀតគឺអក្សរអ៊ឺអក្សរអ៊ឺមានពីរគំនូសគ្នាបាទទី1ទី2ហើយបាទវាមានគំនូសនេះបាទគឺយើងអានថាហើយបន្តទៀតយើងចូលដល់អក្សរអេទី1ទី2បាទមានពីរគំនូសគ្នាបាទអានថាអេហើយអេវាដូចជាទ្រង់លឿនបន្តិចណាអ្នកនេះបាទតែយើងព្យាយាមមើលដោយសារតាវាមានគំនូសមួយសម្រាប់ធ្វើការសិក្សាក៏ដូចជាសរសេរតាមអញ្ចឹងហើយយើងលឿនបន្តិចណាសូមយើងអានថាអូបាទនៅពេលដែលយើងសរសេរដៃគឺមិនបាច់ចាំជ្រុងដូចនៅកន្លែងនេះក៏បានដែរគឺគេមកគឺវត្តកន្លែងនេះមកបាទបែបចេះបើចាំមូលជ្រុងដូចអក្សរដែរនៅក្នុងពុម្ពអូខេក៏បានដែរដោយសារតែយើងសរសេរនៅក្នុងកុំព្យូទ័រគឺវាចេញបាទជ្រុងក្បាច់មូលរបស់វាចឹងបាទអញ្ចឹងគឺស្រៈនៅក្នុងភាសាជប៉ុនគឺមាន5គឺមានអ៊ីអ៊ឺអូបាទបន្ទាប់ទៀតគឺយើងមានព្យញ្ជនៈបូកជាមួយស្រៈណាបាទអញ្ចឹងគឺវាគេហៅថាស្រៈកប់នៅក្នុងបាទវាមានជាសំឡេងបាទសំឡេងខាគីគឺគេកូចឹងទៅហើយបន្ទាប់ទៀតគឺចូលដល់សំឡេងគេហៅថាជួក៏បានបាទឬក៏អក្សរអាក៏បានអក្សរកាក៏បានបាទអញ្ចឹងចូលដល់ជួវាមានមួយជួឬមាន5ដូចគ្នាអញ្ចឹងយើងចូលដល់ជួកឬក៏ខអក្សរនឹងអានបានពីសំឡេងកឬក៏ខគឺយើងសរសេរបាទគំនូសទី1បាទទី2និងទី3ចាយើងអានថាកឬក៏ខឬក៏ខហើយតបទៀតគឺអក្សរគិឬក៏ខិឬក៏ខិមកពីរសំឡេងគ្នាណាបញ្ចូលហើយអក្សរនៅក្នុងអក្សរខាងសរសេរឬក៏ពណ៌ខៀវហ្នឹងគឺមានតែគឺវាជាប់មែនទេបាទអក្សរនោះគឺអក្សរពុំយើងមិនបាច់ចាំសរសេរជាប់បែបនេះក៏បានដែរគឺយើងសរសេរបែបបាទគំនូសរបស់យើងគឺនៅខាងស្ដាំដៃគឺយើងឃើញគំនូសទី1ទី2និងទី3បាទទី4បាទដាច់ដល់ឡែកគ្នាក៏បានដែរទ្រង់ទ្រីបែបនេះបាទសម្រាប់សរសេរអក្សរដៃបាទហើយនេះគឺអានថាគិឬក៏ខិហើយបន្ទាប់ទៀតគឺយើងអានទៅដល់អក្សរគឺឬក៏ខឹណាបាទគឺឬក៏ខឹហើយអក្សរនោះគឺមានទ្រង់ទ្រាយបែបនេះហើយគឺឬក៏ខឹគឺឬក៏ខឹណាបាទហើយទៀតហើយបន្ទាប់ទៀតគឺយើងអានថាអក្សរកេឬក៏ខេបាទមកជួយយើងអានពីសំឡេងទាំងអស់បាទកេឬក៏ខេបាទកេយើងមានទ្រង់ទ្រាយជាបែបនេះបាទនេះគឺអក្សរបាទនេះគឺជាគំនូសសរសេរដៃបាទអញ្ចឹងគំនូសទី1ពីលើចុងក្រោមទី2គឺពីឆ្វេងទៅស្ដាំហើយទី3គឺពីលើចុងក្រោមកេឬក៏ខេហើយអក្សរទី5គឺមកក្នុងជួរខាងនេះគឺយើងអានថាខុឬក៏កុខុឬក៏កុណាបាទកុឬក៏ខុវាមានទ្រង់ទ្រាយបែបនេះបាទអក្ស
សរទី1ចេះទី2គឺវត្តពីនេះមកខុសហើយបន្ទាប់ទៀតគឺយើងចូលទៅដល់ជួរទៀតគឺជួរស័កណាបាទស័កអក្សរមួយនេះអានថាស័កស័កស័កបាទចំពោះអក្សរមួយនេះគឺបាទយើងសរសេរអក្សរដៃមានតែយើងសរសេរនឹងដៃយើងសរសេរទៅតាមគំនុកបាទមិនបាច់ចាំជាប់ដូចអក្សរពុំក៏បានដែរបាទគេហៅថាអក្សរពុំឬក៏អក្សរកុំព្យូទ័រណាបាទយើងសរសេរជាប់បែបនេះបាទអញ្ចឹងគឺយើងសរសេរដាច់បែបនេះមកបាទគឺទី1ទី2និងទី3បាទគេអានថាស័កស័កបន្ទាប់ទៀតគឺយើងអានអក្សរមួយនេះយើងអានថាស៊ីស៊ីស៊ីបាទអក្សរនោះគឺមានតែមួយគំនុកទេបាទយើងសរសេរពីលើចុះក្រោមហើយពុតទៅខាងស្ដាំពុតទៅខាងស្ដាំនេះទៅខាងលើណាបាទគឺដូចជារៀងផ្លែសន្ទូចចឹងបាទយើងអានថាស៊ីស៊ីហើយបន្ទាប់ទៀតគឺយើងចូលទៅដល់អក្សរមួយទៀតគឺអក្សរមួយនេះយើងអានថាសឹសឹសឹណាបាទត្រង់ត្រីបែបនេះបាទសឹហើយអក្សរមួយទៀតយើងអានថាសេ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 ណាបាទសេហើយវាមានបាទ3គំនុកទី1ទី2ហើយសេហើយបន្ទាប់ទៀតគឺសុអក្សរមួយនេះយើងអានថាសុសុគឺមានតែមួយគំនុកទេបាទគឺសរសេរបែបនេះណាបាទសុសុសាជីទូសេសុសុហើយបន្ទាប់ទៀតគឺយើងចូលទៅដល់ជួរតាក់ណាបាទតាក់ហើយគេថាតាក់តាក់គឺសរសេរមានបាទរហូតដល់4គំនុកណាបាទទី1 2 3 4ហើយតាក់ហើយបន្ទាប់ទៀតគឺយើងចូលទៅដល់អក្សរឈិឈិឈិណាបាទឈិហើយវាមានត្រង់ទៅបែបនេះបាទឈិអក្សរអានថាឈិហើយបន្ទាប់ទៀតគឺអក្សរបាទសឹសឹសឹហើយគឺអក្សរហ្នឹងគឺជារៀងនឹងអក្សរស៊ីដែរប៉ុន្តែពីឆ្វេងទៅស្ដាំហើយចុះមកក្រោមពុតមកខាងឆ្វេងវិញចុះមកក្រោមបាទអក្សរមកយើងអានថាសឹសឹហើយនេះគឺជារបៀបសរសេររបស់វាណាបាទហើយបន្ទាប់ទៀតគឺយើងចូលទៅដល់អក្សរតេតេតេណាបាទតេបាទមានតែមួយគំនិតទេបាទតេហើយបន្ទាប់ទៀតយើងចូលដល់អក្សរតុតុតុណាបាទអក្សរហ្នឹងគឺសរសេរមាន2គំនុកបាទហើយគំនុកទី2ត្រូវជាប់ជាមួយនឹងគំនុកទី1បាទហើយងបាច់តុហើយ seguiva តណាណាអក្សរហ្នឹងអានថាណាណាណានេះណែណូណាណាបាទវាមានត្រង់ត្រេបបែបនេះណានៅកន្លែងអក្សរនេះគឺយើងឃើញងមកកតុយវាមែនទេនៅពេលដែលយើងសរសេរត្រង់ក៏បានដែរកន្លែងនេះយើងមិនបាច់ចាំងក៏បានតែអក្សរហ្នឹងយើងត្រេតទៅយ៉ាងដូចទៅតាមគំនិតខ្ញុំបាទណាហើយ seguiva នេះគឺអក្សរគឺមាននេះបាទមាន3គំនុកទី1ទី2 3នេះហើយតបទៀតគឺអក្សរនឹនឹមាន2គំនុកគ្នាណាបាទអក្សរពណ៌ចំណុចគំនុកពណ៌ក្រហមគឺចំណុចទី1គំនុកពណ៌ខៀវគឺចំណុចទី2
ចាប់ដើមតតគឺគេមកបែបក្នុងគ្លីបបែបនេះនោះហើយបន្តទៀតគឺ neck បាទ neck អញ្ចឹងគឺអក្សរមួយនេះគឺបាទទៅដូចគំនូរបែបនេះគឺចឹងគឺកូនសិស្សយើងតែងតែសរសេរទៅវាចេញនៅប្រឡោះគេហៅថាប្រហោងបាទប្រហោងនៅកន្លែងខាងក្បាលវាឡើងនេះបាទអញ្ចឹងគឺសូមព្យាយាមសរសេរកុំឲ្យចេញក្បាលក៏ដូចជាប្រហោងនៅកន្លែងហ្នឹងបើវាចេញសិនជាអាចបើចេញតិចបន្ទួចមិនតែប្រហោងដូចជានៅប្រហោងស្នាមចេះមានថាវានេះអាកន្លែងប្រឡោះហ្នឹងបាទសូមកុំឲ្យចេញបាទបានត្រូវបាទអញ្ចឹងគឺសូមព្យាយាមទាំងអស់គ្នាដើម្បីឲ្យសរសេរឬក៏រៀនភាសាជប៉ុនឲ្យត្រូវទាំងអស់គ្នាដើម្បីកុំឲ្យខុសទាក់ទងទៅនឹងការសរសេរអក្សរបាទអក្សរមួយនេះយើងអាចថា neck ហើយបន្ទាប់ទៀតគឺហើយ no បាទ no ណាបាទអក្សរនេះយើងអាចថា no បាទមានតែមួយគំនូរទេបាទចាប់ពីចំណុចកណ្ដាលហើយកោងឡើងទៅលើហើយបត់មកខាងស្ដាំហើយចុះមកក្រោមបាទហើយងោបន្ទុយបត់មកខាងឆ្វេងវិញបាទគឺមានទងទីបែបហ្នឹងហើយ no ហើយបន្ទាប់ទៀតគឺយើងចូលទៅដល់ជួរហាក់ណាបាទហាក់បាទអក្សរហាក់មានទងទីបែបនេះបាទហាក់ហើយហាក់ណាបាទហើយបន្ទាប់ទៀតគឺយើងចូលទៅដល់អក្សរ hit គឺមានទ្រង់ទ្រាយបែបនេះហើយ hit ហើយបន្ទាប់ទៀតគឺយើងចូលទៅដល់អក្សរមួយទៀតគឺអក្សរ fut បាទអក្សរ fut ហ្នឹងគឺយើងសរសេរឲ្យត្រូវតាមបែបគំនូសទូកងរបស់គេនឹងក៏បានបាទហើយកន្លែងនេះយើងអាចសរសេរច្រៀងលេខ3ហើយដាក់បែបចេះមកបានដែរបាទលេខ3បញ្ឈរបាទរៀងលេខ3បារាំងបាទអញ្ចឹងក៏បានសរសេរតាមគំនូសនៅប្លង់របស់គេដែលបានកំណត់ឲ្យអញ្ចឹងក៏បានបាទអក្សរហ្នឹងគឺមានសរសេររបៀប3ប៉ុន្តែយើងលើកមកតែបង្ហាញតែមួយទៀតបាទអក្សរហ្នឹងអាចថា fut ហើយបន្តទៀតគឺអក្សរ he បាទ he ណាបាទអក្សរហ្នឹងមាន3គំនូសបាទសុំទោសបាទ he ឬទៅពេលនេះគឺវាដោយចំនួនអក្សរមិនក្រមួយបាទគឺយើងផ្ដោតទៅលើអក្សរមួយគំនូសបាទអាចថា he ណាបាទបែបនេះយើងអត់បានផ្ដោតទៅលើថ្មិញកដលពីទេបាទសូមអធិស្ឋានអញ្ចឹងគឺបាទអក្សរមួយហ្នឹងយើងអាចថា he បាទដោយអក្សរពណ៌ដិតបែបនេះបាទអញ្ចឹងអក្សរមួយហ្នឹងយើងអាន he តែនៅពេលដែលយើងដាក់ថ្មិញកដលពីនេះគឺខ្លាយទៅជា be បាទពេកហើយបាទអញ្ចឹងយើងអត់ទាន់ផ្ដោតទៅលើអក្សរដាក់តែនក៏ដូចជាម៉ារឹកនៅឡើយទេហើយបន្តទៀតគឺហើយហកណាបាទអក្សរហកបាទអក្សរហកកន្លែងនេះក៏យើងត្រូវមានការប្រុងប្រយ័ត្នដូចគ្នាគឺតកតទៅនឹងរបៀបសរសេរបាទគំនូសទី1គឺយើងសរសេរបានដូចនេះគឺពណ៌ក្រហមទី2បាទ3អញ្ចឹងមានន័យថារបៀបសរសេរគឺចំណុចទី4នេះបាទលេខ4នេះយើងហាមសរសេរឡើងលៀនឡើងមកលើបាទហាមចេញមកអ្នកដូចកន្លែងព្រួយខ្ញុំដាក់អញ្ចឹងគឺហាមលៀនចេញមកខាងលើនៅពេលដែលវាលៀនចេញមកគឺវាអត់ត្រូវទេអក្សរហ្នឹងត្រូវបានខុសណាបាទលៀនលើកន្លែងលើខាងនេះបាទអញ្ចឹងគឺសរសេរភ្ជាប់ត្រឹមនឹងបានឬក៏ខាងក្រោមនឹងបន្តិចក៏បានដែរមានន័យថាកុំឲ្យឆ្ងាយពេកបាទត្រូវបានហើយអក្សរមួយនេះយើងអានថាហកហើយបន្តទៀតគឺយើងចូលដល់ជួរម៉ាក់ណាម៉ាក់គឺមាន3គំនូសដូចគ្នាបាទ3គំនូសបាទអញ្ចឹងម៉ាក់1 2 3ម៉ាក់កន្លែងអក្សរម៉ាក់មួយនេះគឺសូមសរសេរឲ្យចេញលៀនឡើងលើបាទលៀនដូចគេដែរបាទសរសេរហ្នឹងបាទលៀនឡើងលើបាទគឺកាលណាអក្សរហ្នឹងអត់លៀនឡើងលើខុសវិញព្រោះថាអក្សរមួយវាខុសគ្នាតែបន្តិចទេបាទសូមធ្វើការចំណាំដូចអស់គ្នាបាទ
so mấy ni an tham mạ mạ hay segi một tập tiếp cứ dương so mấy ni an tham mi 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 nè mà mi mi biết là xem ok từ miền pi cầm này hai tập tiếp cứ so mực mực này mực cứ miền bay cầm nút thì muối thì pi hay là thì bay mực mực xong riêng sẽ bàn tràn ở phía bạn tập tiếp mẹ 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 sau miền pi cầm nút mà tìm muối thì mẹ tập tiếp hay ski ba mộ mộ mà mi mư mẹ mộ mộ xoắn mộ xong mốc của dương thơ có xe tranh mà cái nên thà liên các bạn này hoặc liên khổ tôi biết slide từ chia tổng độ để so một sen chia là mình nghe chia so một khi đã cả chẳng so mới nó những tham một một hay chẳng cứ cho bị chua mỗi dương châu tại đó chu dạ là mà dạ dạ chu dạ dưới dương nên tại bây giờ thì dạ dự dồn mà ta là dương lượng dồn so dạ thì mỗi cái bỏ cả khó thì pi cứ chấm lệch bỏ kiểu cứ cái lại những cái dương sẽ trong một của bạn một vài trăm bọt được chín của bạn và sẽ và trong trong của bạn hay thì mới cứ bỏ bạn dạ dạ này tập tiết dự và thế so nó dạ dự này mà dự và những dự dạ dự và miền pi cùng được này thì mối pi này dự hai bài tập tiếp cứ dụ dụ mà dụ dạ dự dụ này dụ hay bài tập tiếp cứ dương châu từ đó chu một chiếc cứ về hai thằng chùa rạ 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 và vì miền pi cùng nút không chỉ vậy đi rạ hay tập tiết cứ ri 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 miền pi cùng nút ini lah mà sorry katakan hiragana vì không nhìn tích tích ri hay segi ba rự mà so tập tiết cứ rự ngàn thả rự 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 jadi yang tenang leak 3 xong hai bài tập tiếp cứ so rẹ rẹ nè mà rẹ chắc mà một kia trong xe được có mưa tăng còn một xe nó cứ dương ảnh cục còn đời video một mũi và làm 70 tăng còn một xe bàn và cái xa tay cũng ở video nó về cái trường thường đường một cách mà trong xong mới ăn thay ở rẹ rẹ miền pi cùng một kia hay trong cái lái chua rạ cứ so một tập tiếp cứ rộ mà tai môi cùng một kế và một cái bài nào một kế rộ mà hay tập tiếp cứ là so bày tiếp mà cứ so mới đi ăn thảo vọng bạn đang đôi khi đôi chỉ riêng son nè đôi khi bạn mà những chương trình làm so rẹ một điểm bạn miền vạ rẹ cho môi năng so mất miền so nè so rẹ so vạ cứ việc sẽ cứ xong phòng hỏi tranh và làm đôi khi xong chỉ dìm vừa có xe của họ tranh và hao nó còn lại nhỉ này sẽ bài này cứ ai học còn hai bài tập chứ cứ so mới những anh thà bộ đai được nông vài được nông keyboard từ có đôi trên được nông tủ sạc máy mà dương vài WO nó bản chỉnh phần tay nó pi tại sầm lên an cứ kỳ an thả bộ và sầm lên so o có sầm lên o tại mùi gì dương an thả bộ tại đó mà
ក្នុងនេះបាទយើងអានថាអូអក្សរនោះគឺមានទ្រង់ទ្រាយបែបនេះគឺយើងសរសេរបែបនេះបាទហើយអានថាអូហើយសេរីវិកគឺចុងក្រោយគេនេះគឺអក្សរអ៊ឺនណាបាក់អូអ៊ឺនបាទអក្សរហ្នឹងគឺយើងក្តាប់មាត់ឲ្យជាប់ហើយខ្យល់ 100% គឺចេញតាមច្រមុះអ្នកខ្លះអានថាអ៊ឺនអ្នកខ្លះអានថាអ៊ឺគឺអក្សរមួយនេះគឺអក្សរខ្មែរយើងស្មើនឹងម៉ូណូងូណាម៉ូណូនិងងបាទស្មើអក្សរ3ម៉ូណូងអញ្ចឹងគឺមានអក្សរ3ហ្នឹងបាទសំឡេងភាសាខ្មែរបាទចាំសម្រាប់ការសរសេរបាទក៏ដូចជារៀនសរសេរនៅហីរ៉ាកាណារបស់យើងមើលទៅតាមគំនូសមួយហ្នឹងគឺសង្ឃឹមថាកូនសិស្សយើងអស់គ្នានឹងទទួលបាននូវចំណេះដឹងបាទហើយក៏អាចរៀនបន្តទៀតនៅតាមមេរៀនមួយនេះផងដែរខ្ញុំសង្ឃឹមថានឹងទទួលបាននៅចំណេះដឹងពីមេរៀនមួយនេះបាទអញ្ចឹងការរៀនសរសេររបស់យើងនៅក្នុងថ្ងៃនេះគឺមានតែប៉ុណ្ណឹងបាទសម្រាប់រៀនសរសេរអក្សរហីរ៉ាកាណាអញ្ចឹងគឺសម្រាប់បងប្អូនក៏ដូចជាបាទអ្នកដែលគង់តែចាប់ដើមក៏ដូចជាចង់រៀនភាសាជប៉ុនថ្មីៗអាចចាប់ដើមក៏ដូចជាចុច Subscribe នៅក្នុង Channel នេះផងដើម្បីទទួលបាននៅវីដេអូថ្មីៗនៅពេលដែលលោកគ្រូធ្វើការ upload ក៏ដូចជាផុសនៅក្នុង Channel នេះអរគុណច្រើនសម្រាប់ការទស្សនានៃវីដេអូនេះបាទអរគុណច្រើនហើយជំរាបលាお疲れ様です。បាទសួស្តីកូនសិស្សទាំងអស់គ្នាបាទនេះគឺសរសេរមានមេរៀនមួយទៀតដែលមកចែកជូនបាទអ្នកគ្នាផងដែរសម្រាប់អ្នកដែលរៀនថ្មីបាទក៏ដូចអ្នកដែលចង់រៀនភាសាជប៉ុនបាទថ្ងៃនេះយើងនឹងរៀនសរសេរអំពីស្រៈនិងព្យញ្ជនៈរបស់ភាសាជប៉ុនផងដែរបាទអញ្ចឹងគឺដើម្បីកុំឲ្យខាតពេលយូរយើងនឹងទៅសិក្សានិងរៀនចូលគ្នាបាទទីមកចូលបាទអក្សរទី1យើងអានថាអបាទមើលតាមគំនូសនៃអក្សរមួយបាទអអក្សរអគឺមានទ្រង់ទ្រាយបែបនេះគឺបាទទី1ទី2និងទី3បាទគេអានថាអនេះបន្តទៀតគឺអក្សរអ៊ី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 គឺមានអក្សរទ្រង់ទ្រាយបែបនេះបាទអក្សរមានពីរគំនូសគឺទី1គឺតំណាងឲ្យគំនូសទី1បាទពេលពីលើចុងក្រោមដូចគ្នាបាទគេអានថាអ៊ីអ៊ីណាបាទហើយចាំបន្តទៀតហើយបន្តទៀតគឺអក្សរអ៊ឺអក្សរអ៊ឺមានពីរគំនូសគ្នាបាទ1 2ហើយអ៊ឺបាទយើងមានគំនូសនេះបាទគឺយើងអានថាអ៊ឺហើយបន្តទៀតយើងចូលដល់អក្សរអេទី1ទី2បាទមានពីរគំនូសគ្នាណាបាទអានថាអេហើយអេវាដូចជាទ្រង់លឿនបន្តិចណាអ្នកនេះបាទតែយើងព្យាយាមមើលដោយសារតាវាមានគំនូសមួយសម្រាប់ធ្វើការសិក្សាក៏ដូចជាសរសេរតាមអញ្ចឹងហើយយើងជំនឿបន្តិចណាសូមយើងអានថាអូបាទតែពេលដែលយើងសរសេរដៃគឺមិនបាច់ចាំជ្រុងដូចនៅកន្លែងនេះក៏បានណាគឺគេមកគឺវត្តកន្លែងនេះមកបាទបែបចេះបើចាំមូលជ្រុងដូចអក្សរតែនៅក្នុងពុំអូខេក៏បានដែរដោយសារតែយើងសរសេរនៅក្នុងកុំព្យូទ័រគឺវាចេញបាទជ្រុងក្បាច់មូលរបស់វាចឹងបាទអញ្ចឹងគឺស្រៈនៅក្នុងភាសាជប៉ុនគឺមាន5គឺមានអ៊ីអ៊ឺអូបាទបន្ទាប់ទៀតគឺយើងមានព្យញ្ជនៈបូកជាមួយស្រៈណាបាទអញ្ចឹងគឺវាគេហៅថាស្រៈកប់នៅក្នុងបាទវាមានជាសំឡេងបាទសំឡេងខាគីគឺគេកោចឹងទៅហើយបន្ទាប់ទៀតគឺចូលដល់សំឡេងគេហៅថាជួក៏បានបាទឬក៏អក្សរអាក៏បានអក្សរកាក់ក៏បានណាបាទ
chắc châu đó chu vì miền mà chúa được miền pram pram về kia chứ như châu đó chúa cả được có khả số nước an man pi sông đấy cả được có khả cứ dương cho xe mà tìm mối tí tí vậy cả những anh ta cả được có khả cả được có khả hay tập tiết cứ so kỵ được có kỵ kỵ được có kỵ mà pi sông lấy kia nè chú nè hay អក្សរនៅក្នុងអក្សរខាងសរសេរគឺក៏ពណ៌ខៀវហ្នឹងគឺមានតែគឺវាជាប់មែនទេអក្សរហ្នឹងគឺអក្សរពុំយើងមិនបាច់ចាំសរសេរជាប់បែបនេះក៏បានដែរគឺយើងសរសេរបែបបាទគំនូសរបស់យើងគឺនៅខាងស្ដាំដៃគឺយើងឃើញគំនូសទី1ទី2និងទី3បាទទី4បាទដាច់ដល់ឡែកគ្នាក៏បានដែរទ្រង់ទ្រីបែបនេះបាទសម្រាប់សរសេរអក្សរដៃបាទហើយនេះគឺអានថាគិឬក៏ខិ បន្ទាប់ទៀតគឺយើងអានទៅដល់អក្សរគឺឬក៏ខឹណាបាទគឺឬក៏ខឹហើយអក្សរនោះគឺមានទម្លាប់បែបនេះហើយគឺឬក៏ខឹគឺឬក៏ខឹណាបាទហើយទៀតហើយបន្ទាប់ទៀតគឺយើងអានថាអក្សរកេឬក៏ខេបាទមកជួយយើងអានពីសំឡេងទាំងអស់បាទកេឬក៏ខេខេបាទកេយើងមានត្រង់ទាជាបែបនេះបាទនេះគឺអក្សរបាទនេះគឺជាគំនូសសរសេរដៃបាទអញ្ចឹងគំនូសទី1ពីលើចុងក្រោមទី2គឺពីឆ្វេងទៅស្ដាំហើយទី3គឺពីលើចុងក្រោមបាទកេឬក៏ខេហើយអក្សរទី5គឺមកក្នុងជួរខាងនេះគឺយើងអានថាខុឬក៏កុខុឬក៏កុណាបាទកុឬក៏ខុវាមានទ្រង់ទេបែបនេះបាទអក្សរទី1បាទចេះពីគឺវត្តពីនេះមកនេះខុហើយបន្ទាប់ទៀតគឺយើងចូលទៅដល់ជួរទៀតគឺជួរស័កណាបាទស័កអក្សរមួយនេះអានថាស័កស័កស័កបាទចំពោះអក្សរមួយនេះគឺបាទយើងសរសេរអក្សរដៃមានតែយើងសេនឹងដៃយើងសរសេរទៅតាមគំនូសបានមិនបាច់ចាំជាប់ដូចអក្សរពុំក៏បានដែរបាទគេហៅថាអក្សរពុំឬក៏អក្សរកុំព្យូទ័រណាបាទយើងសរសេរជាប់បែបនេះអញ្ចឹងគឺយើងសរសេរដាច់បែបនេះមកបាទគឺទី1ទី2 3គេអានថាស័កស័កបន្ទាប់ទៀតគឺយើងអានអក្សរមួយនេះយើងអានថាស៊ីស៊ីស៊ីបាទអក្សរនោះគឺមានតែមួយគំនូសទេបាទជាសរសេរពីលើចុះក្រោមហើយពុតទៅខាងស្ដាំពុតទៅខាងស្ដាំនេះទៅខាងលើណាបាទគឺដូចច្រៀងផ្លែសន្ទូចចឹងបាទយើងអានថាស៊ីស៊ីហើយបន្ទាប់ទៀតគឺយើងចូលទៅដល់អក្សរមួយទៀតគឺអក្សរមួយនេះយើងអានថាស៊ឹស៊ឹស៊ឹណាបាទត្រង់ត្រីវាបែបនេះបាទស៊ឹហើយអក្សរមួយទៀតយើងអានថាសេ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 ណាបាទសេហើយវាមានបាទ3គំនូសគំនូសទី1ទី2ហើយសេហើយបន្ទាប់ទៀតគឺសុអក្សរមួយនេះយើងអានថាសុសុគឺមានតែមួយគំនូសទេបាទគឺសរសេរបែបនេះណាបាទសុសុសាជីទូសេសុសុហើយបន្ទាប់ទៀតគឺយើងចូលទៅដល់ជួរតាក់ណាបាទជួរតាក់ហើយគេថាតាក់តាក់គឺសរសេរមានបាទរហូតដល់4គំនូសណាបាទទី1 2 3 4ហើយតាក់ហើយបន្ទាប់ទៀតគឺយើងចូលទៅដល់អក្សរឈិឈិឈិណាបាទឈិហើយ
វាមានទ្រង់ទ្រាយបែបនេះបាទឈិអក្សរអានថាឈិហើយបន្តទៀតគឺអក្សរបាទសឹសឹសឹហើយគឺអក្សរហ្នឹងគឺជារៀងនឹងអក្សរស៊ីដែរប៉ុន្តែពីឆ្វេងទៅស្ដាំហើយចុះមកក្រោមពុតមកខាងឆ្វេងវិញចុះមកក្រោមបាទសមមកយើងអានថាជឹជឹហើយនេះគឺជារបៀបសរសេររបស់វាណាបាទហើយបន្តទៀតគឺយើងចូលទៅដល់អក្សរតេតេតេណាបាទតេបាទមានតែមួយគំនិតទេបាទតេហើយបន្តទៀតយើងចូលដល់អក្សរតុតុណាបាទអក្សរហ្នឹងគឺសរសេរមាន2គំនូសបាទហើយគំនូសទី2ត្រូវជាប់ជាមួយនឹងគំនូសទី1បាទហើយងបាច់តុហើយស្គីវ៉ាតូណាណាអក្សរហ្នឹងអានថាណាណានេះណែណូណាណាបាទនេះមានទ្រង់ទ្រាយបែបនេះណានៅកន្លែងអក្សរនេះគឺឃើញយើងឃើញងមកកតុយវាបាទមែនទេនៅពេលដែលយើងសរសេរត្រង់ក៏បានដែរកន្លែងនេះយើងមិនបាច់ចាំងក៏បានតែអក្សរហ្នឹងយើងត្រេតតិចដូចទៅតាមគំនិតបាទណាហើយស្គីវ៉ានេះគឺអក្សរគឺមាននេះបាទមាន3គំនិត1 2 3នេះហើយតបទៀតគឺអក្សរនឹបាទមាន2គំនិតគ្នាណាបាទអក្សរពណ៌ចំណុចគំនិតពណ៌ក្រហមគឺចំណុចទី1គំនិតពណ៌ខៀវគឺចំណុចទី2ចាប់ដើមបន្តគឺគេមកបែបគំនិតបែបនេះនឹហើយបន្តទៀតគឺណេបាទណេអញ្ចឹងគឺអក្សរមួយនេះគឺបាទទៅដូចគំនូសបែបនេះគឺចឹងគឺកូនសិស្សយើងតែងតែសរសេរទៅវាចេញនៅប្រឡោះថាប្រហោងបាទប្រហោងនៅកន្លែងខាងក្បាលវាឡើងនេះបាទអញ្ចឹងគឺសូមព្យាយាមសរសេរកុំឲ្យចេញក្បាលក៏ដូចជាប្រហោងនៅកន្លែងហ្នឹងបើវាចេញសិនជាអាចបើចេញតិចបន្ទូចមកតែប្រហោងដូចជានៅប្រហោងស្នាមចេញថាវានេះកន្លែងប្រឡោះហ្នឹងបាទសូមកុំឲ្យចេញបាទបានត្រូវបាទអញ្ចឹងគឺសូមព្យាយាមទាំងអស់គ្នាដើម្បីឲ្យសរសេរឬក៏រៀនភាសាជប៉ុនឲ្យត្រូវទាំងអស់គ្នាដើម្បីកុំឲ្យខុសទាក់ទងទៅនឹងការសរសេរអក្សរដែរបាទអក្សរមួយនេះយើងអាចថាណេហើយបន្តទៀតគឺហើយណូបាទណូណាបាទអក្សរនេះយើងអាចថាណូបាទមានតែមួយគំនិតទេបាទចាប់ពីចំណុចកណ្ដាលហើយកោងឡើងទៅលើហើយបត់មកខាងស្ដាំហើយចុះមកក្រោមបាទហើយងបន្ទុយបត់មកខាងឆ្វេងវិញបាទគឺមានទ្រង់ទ្រាយបែបហ្នឹងណុកហើយបន្តទៀតគឺយើងចូលទៅដល់ជួរហាក់ណាបាទហាក់បាទអក្សរហាក់មានទ្រង់ទ្រាយបែបនេះបាទហាក់ហើយហាក់ណាបាទហើយបន្តទៀតគឺយើងចូលទៅដល់អក្សរហ៊ីគឺមានទ្រង់ទ្រាយបែបនេះហើយហ៊ីហើយបន្តទៀតគឺយើងចូលទៅដល់អក្សរមួយទៀតគឺអក្សរហ្វឹកបាទអក្សរហ្វឹកហ្នឹងគឺយើងសរសេរឲ្យត្រូវតាមបែបគំនូសពូកងរបស់គេនឹងក៏បានបាទហើយកន្លែងនេះយើងអាចសរសេរជារៀងលេខ3ហើយដាក់បែបចេះមកក៏បានដែរបាទលេខ3បញ្ឈរបាទរៀងលេខ3បារាំងបាទអញ្ចឹងក៏បានសរសេរតាមគំនូសនៅប្លង់របស់គេដែលបានកំណត់ឲ្យអញ្ចឹងក៏បានបាទអក្សរហ្នឹងគឺមានសរសេររបៀប3ប៉ុន្តែយើងលើកមកតែបង្ហាញតែមួយទេអក្សរហ្នឹងអានថាហ្វឹកហើយបន្ត
តទៀតគឺអក្សរហេហេបាទហេណាបាទអក្សរហ្នឹងមាន3គំនូសបាទសុំទោសបាទហេឬពេលនេះគឺវាដោយចំនួនអក្សរក្នុងក្រដមួយបាទគឺយើងផ្ដោតទៅលើអក្សរមួយគំនូសនេះបាទថាហេណាបាទបែបនេះយើងបានផ្ដោតទៅលើថ្មិញក្រដពីរទេបាទសូមអធិស្ឋានអញ្ចឹងគឺបាទអក្សរមួយហ្នឹងយើងអានថាហេបាទដោយអក្សរពណ៌ដិតបែបនេះបាទអញ្ចឹងអក្សរមួយហ្នឹងយើងអានហេតែនៅពេលដែលយើងដាក់ថ្មិញក្រដពីរនេះគឺខ្លាយទៅជាបេបាទបេហើយអញ្ចឹងយើងអត់ទាន់ផ្ដោតទៅលើអក្សរដាក់តែនក៏ដូចជាម៉ារឹកនៅឡើយទេហើយបន្តទៀតគឺហើយហុណាបាទអក្សរហុបាទអក្សរហុកន្លែងនេះក៏យើងត្រូវមានការប្រុងប្រយ័ត្នដូចគ្នាគឺតកតនឹងរបៀបសរសេរបាទគំនូសទី1គឺយើងសរសេរបានដូចនេះគឺពណ៌ក្រហមទី2បាទ3អញ្ចឹងមានន័យថារបៀបសរសេរគឺចំណុចទី4នេះបាទលេខ4នេះយើងហាមសរសេរឡើងលៀនឡើងមកលើបាទហាមចេញមកអ្នកដូចកន្លែងព្រួយខ្ញុំដាក់អញ្ចឹងគឺហាមលៀនចេញមកខាងលើនៅពេលដែលវាលៀនចេញមកគឺវាអត់ត្រូវទេអក្សរហ្នឹងត្រូវបានខុសណាបាទលៀនលើកន្លែងលើខាងនេះបាទអញ្ចឹងគឺសរសេរភ្ជាប់ត្រឹមនឹងបានឬក៏ខាងក្រោមនឹងបន្តិចក៏បានដែរមិនថាខាងមកឆ្ងាយពេកបាទគឺធំធំត្រួយបែបនេះហើយអក្សរមួយនេះយើងអានថាហុកហើយបន្តទៀតគឺយើងចូលដល់ជួរម៉ាក់ណាម៉ាក់គឺមាន3គំនូសដូចគ្នាបាទ3គំនូសបាទអញ្ចឹងម៉ាក់1 2 3ម៉ាក់កន្លែងអក្សរម៉ាក់មួយនេះគឺសូមសរសេរឲ្យចេញលៀនឡើងលើបាទលៀនដូចគេដែរបាទសរសេរហ្នឹងបាទលៀនឡើងលើបាទគឺកាលណាអក្សរហ្នឹងអត់លៀនឡើងលើខុសវិញព្រោះថាអក្សរមួយវាខុសគ្នាតែបន្តិចទេបាទសូមធ្វើការចំណាំដូចអស់គ្នាបាទសូមឲ្យនេះអាចថាម៉ាក់ហើយស្គីបន្តទៀតគឺយើងអក្សរមួយនេះយើងអាចថាមីណាបាទមីរបៀបសរសេររបស់គេគឺមាន2គំនូសហើយបន្តទៀតគឺអក្សរមឹហើយមឹគឺមាន3គំនូសទី1ទី2ហើយនិងទី3មឹសូមរៀនសរសេរបានច្រើនអ្នកគ្នាណាបាទហើយបន្តទៀតមេបាទសូមមាន2គំនូសបាទទី1និងទី2ហើយមេហើយបន្តទៀតហើយស្គីបាមុខម៉ាមីមឺមេមុខអក្សរមុខអក្សរមុខគឺយើងត្រូវសរសេរចេញបាទមកដែរមានន័យថាលៀនក្បាលដែរបាទអត់លៀនខុសណាទៅវាខ្លាយទៅជាទម្រង់នៃអក្សរមួយផ្សេងទៀតបាទមិនមែនជាអក្សរមុខហីរ៉ាកាណាបាទអញ្ចឹងអក្សរមួយនេះយើងអាចថាមុខហើយអញ្ចឹងគឺចប់ពីជួរមកយើងចូលទៅដល់ជួរយ៉ាណាបាទយ៉ាជួរយ៉ាយើងមានតែ3អក្សរទេយ៉ាយើងយកណាបាទតែឥឡូវយើងលើកយកអក្សរយ៉ាទី1គឺពណ៌ក្រហមបែបនេះទី2គឺបាទចំណុចពណ៌ខៀវគឺកន្លែងនេះគឺយើងសរសេរត្រង់មកក៏បានមិនបាច់ចាំបត់ដូចគេក៏បានដែរបាទសរសេរមកពុះបាទត្រង់ចឹងក៏បានដែរហើយទី3គឺពណ៌បែបនេះយ៉ាណាហើយតទៅទៀតយឺបាទឃើញអក្សរហ្នឹងយ៉ាយឺមែនទេបាទយឺបាទយើងអានយឺយ៉ាយឺបាទវាមាន2គំនូសហើយទី1ទី2ហើយយឺហើយបន្តទៀតគឺយកណាបាទយកយ៉ាយឺយកហើយយកហើយបន្តទៀតគឺយើងចូលទៅដល់ជួរមួយទៀតគឺគេហៅថាជួររ៉ាបាទវាមាន2គំនូសដូចជាបែបនេះរ៉ា
ទៀតគឺរីរីរីមានពីរគំនូរគ្នាណាបាទអក្សររីកតាកាណាហេរកាណាវាខុសគ្នាបន្តិចទេរីហើយស្គីបាទរឹបាទអក្សរបន្ទាប់ទៀតគឺរឹអានថារឹហើយរឹជារៀងទៅនឹងលេខ3អក្សរមួយនេះបាទហើយបន្ទាប់ទៀតគឺអក្សររៈណាបាទរៈអញ្ចឹងបងប្អូនគ្នាចង់សរសេរឬក៏មើលតាមគំនូរសរសេរនេះគឺយើងអាចស្កប់នៅវីដេអូមួយបាទដើម្បីមើលតាមគំនូរសរសេរបានបាទដោយសារតែកុំឲ្យតែវីដេអូហ្នឹងវែងពេកយើងធ្វើទម្លឿនបន្តិចបាទក្នុងផងដែរសូមយើងអានថារៈមានពីរគំនូរគ្នាបាទហើយចុងកន្លែងជួរៈគឺអក្សរបន្ទាប់ទៀតគឺរកបាទតែមួយគំនូរទេបាទនៅក្នុងទីបែបតាមទេរកបាទហើយបន្ទាប់ទៀតគឺនៅសល់អក្សរ3ទៀតបាទគឺអក្សរមួយនេះយើងអានថាវៈហ្នឹងដូចគ្នាដូចជារៀងអក្សរណិដូចគ្នាបាទមិញយើងភ្លេចប្រាប់អក្សររៈមួយទៀតណាបាទមានវៈរៈជាមួយនឹងអក្សរមានអក្សរណិអក្សររៈជាមួយនឹងអក្សរវៈគឺរបៀបសរសេរគឺសូមប្រឲ្យចេញប្រឡោះនឹងដូចគ្នាណាសូមព្យាយាមធ្វើឬក៏សរសេរកុំឲ្យវាចេញប្រហោងនៅប្រឡោះដៃនេះហើយសរសេរបែបនេះគឺស្អាតបំផុតហើយបន្ទាប់ទៀតគឺអក្សរមួយនេះយើងអានថាអូដែលនៅក្នុងវាយនៅក្នុង keyboard ឬក៏ដូចជានៅក្នុងទូរស័ព្ទដៃបាទយើងវាយ WO ណាបានចេញប៉ុន្តែនៅពេលដែលសំឡេងអានគឺគេអានថាអូបាទសំឡេងអក្សរ O ឬក៏សំឡេងអូតែមួយទេយើងអានថាអូតែម្ដងបាទនៅក្នុងនេះបាទយើងអានថាអូអក្សរនោះគឺមានទ្រង់ទ្រាយបែបនេះគឺយើងសរសេរបែបនេះបាទហើយអានថាអូហើយសេរីវិញគឺចុងក្រោយគេនេះគឺអក្សរអ៊ឺនបាទវ៉ាអូអ៊ឺនបាទអក្សរហ្នឹងគឺយើងក្តាប់មាត់ឲ្យជាប់ហើយខ្យល់ 100% គឺចេញតាមច្រមុះអ្នកខ្លះអានថាអ៊ឺនអ្នកខ្លះអានថាអ៊ឺនបាទគឺអក្សរមួយនេះគឺអក្សរខ្មែរយើងស្មើនឹងម៉ូណូងណាម៉ូណូនិងងបាទស្មើអក្សរ3ម៉ូណូងអញ្ចឹងគឺមានអក្សរ3ហ្នឹងបាទសំឡេងភាសាខ្មែរបាទសម្រាប់ការសរសេរបាទក៏ដូចជារៀនសរសេរនៅហីរ៉ាកាណារបស់យើងមើលទៅតាមគំនូរមួយហ្នឹងគឺសង្ឃឹមថាកូនសិស្សយើងអស់គ្នានឹងទទួលបាននូវចំណេះដឹងបាទហើយក៏អាចរៀនបន្តទៀតនៅតាមមេរៀនមួយនេះផងដែរខ្ញុំសង្ឃឹមថានឹងទទួលបាននៅចំណេះដឹងពីមេរៀនមួយនេះបាទអញ្ចឹងការរៀនសរសេររបស់យើងនៅក្នុងថ្ងៃនេះគឺមានតែប៉ុណ្ណឹងបាទសម្រាប់រៀនសរសេរអក្សរហីរ៉ាកាណាអញ្ចឹងគឺសម្រាប់បងប្អូនក៏ដូចជាអ្នកដែលគង់តែចាប់ដើមក៏ដូចជាចង់រៀនភាសាជប៉ុនថ្មីអាចចាប់ដើមក៏ដូចជាចុច Subscribe នៅក្នុង Channel នេះផងដើម្បីទទួលបាននៅវីដេអូថ្មីនៅពេលដែលលោកគ្រូធ្វើការ upload ក៏ដូចជាផុសនៅក្នុង Channel YouTube នេះអរគុណច្រើនសម្រាប់ការទស្សនានៃវីដេអូនេះបាទអរគុណច្រើនហើយជម្រាបលាお疲れ様です。